នៅ100ឆ្នាំទៅមុខទៀតដែលជាឆ្នាំ2124ជាពេលដែលអ្នកទាំងអស់គ្នាមិនបាននៅជាមួយមិត្តភ័ក្តិគ្រួសារទៀតទេក៏ជាពេលដែលអ្នកទាំងអស់គ្នាបានទៅកាន់សុគតិភពដែរនៅពេលនោះផ្ទះដីរបស់អ្នកដែលអ្នកខិតខំប្រឹងប្រែងសឹងតែកន្លះជីវិតរបស់អ្នកដើម្បីសាងសង់នឹងត្រូវអ្នកដទៃដែលអ្នកមិនស្គាល់ចូលមកនៅហើយអ្នកផ្សេងនឹងមកកាន់កាប់របស់របរដែលអ្នកមានឥឡូវនេះរបស់អ្នកប្រើប្រាស់ក៏ត្រូវបានកំទេចចោលដោយសារតែវាចាស់កម្រិល10ទៅ20ឆ្នាំទៅមុខទៀតគេមរតកដែលអ្នកបានបន្សល់ពុំមាននរណាដឹងថាជារបស់អ្នកឡើយខ្ញុំចង់ថាមានចៅប្រមាណអ្នកដែលស្គាល់ឈ្មោះជាតាទួតខ្លួនឯងត្រឡប់មកវិញកានដែលអ្នកខ្វាយខ្វល់រឿងជាច្រើនដែលសឹងតែ95%នៃរឿងនោះត្រូវបំភ្លេចចោលហើយគ្មាននរណាម្នាក់ចងចាំទេការចំណាយពេលគិតរឿងអត់ប្រយោជន៍ទាំងអស់នោះគឺជាការខ្ជះខ្ជាយពេលវេលាយ៉ាងខ្លាំងបំផុតតែចង់ចាំថាបើរឿងនោះមិនប៉ះពាល់អ្នកក្នុងរយៈពេល5ឆ្នាំទេកុំចំណាយពេលលើសពី5នាទីគិតពីវា